ជាកូននាងក្រត្រូវរស់នៅលំបាំងទុំជីវិតត្រូវតោកយ៉ាងក៏មានតែស៊ូទ្រាំមានអ្នកណាគេដឹងលើទោះបីយើងត្រូវឈឺក៏ត្រូវថែខ្លួនឯងឃ្លាតចេញឆ្ងាយពីស្រុកសែងនឹងពងនឹងម៉ែតើលោកសុខយ៉ាងណាដែរពេលនេះកូននឹងខ្លាំងហន់នៅក៏ត្រូវស៊ូទ្រាំព្រោះមិនចង់ឲ្យពងម៉ែអងសងខំឡើយជីវិតធ្វើការឲ្យគេហន់ម៉ែអើយកូនមិនហ៊ានសម្រាកឡើយព្រោះខ្លាចអន់លុយពេលទៅស្រងដងកូនមានស្នាមញញឹមសង្ឃឹមថាថ្ងៃមុខកូននឹងយកជោគជ័យផ្លាំងបដូរជីវិតថ្មីមិនឲ្យលោកអសង្ឃឹមតែបើយើងមិនប្រឹងក៏គ្មានថ្ងៃនឹងដែរប្រហែលពងនឹងម៉ែគាត់លែងមានស្នាមញញឹមខ្ញុំត្រូវតែខំប្រឹងទូត្រូវហន់យ៉ាងណាជីវិតធ្វើការឲ្យគេហន់ម៉ែអើយកូនមិនហ៊ានសម្រាកឡើយព្រោះខ្លាចអន់លុយពេលទៅស្រងដងកូនមានស្នាមញញឹមសង្ឃឹមថាថ្ងៃមុខកូននឹងយកជោគជ័យផ្លាំងបដូរជីវិតថ្មីមិនឲ្យលោកអសង្ឃឹមតែបើយើងមិនប្រឹងក៏គ្មានថ្ងៃនឹងដែរប្រហែលពងនឹងម៉ែគាត់លែងមានស្នាមញញឹមខ្ញុំត្រូវតែខំប្រឹងទូត្រូវហន់យ៉ាងណាសង្ឃឹមថាថ្ងៃមុខកូននឹងយកជោគជ័យផ្លាំងបដូរជីវិតថ្មីមិនឲ្យលោកអសង្ឃឹមតែបើយើងមិនប្រឹងក៏គ្មានថ្ងៃនឹងដែរប្រហែលពងនឹងម៉ែគាត់លែងមានស្នាមញញឹមខ្ញុំត្រូវតែខំប្រឹង